សួស្តីថ្ងៃនេះលោកគ្រូសូមណែនាំបន្តទៀតទាក់ទងជាមួយនឹងការប្រើ LaTeX ជាមួយនឹង Google Gemini ណានៅពេលដែលយើង download ហើយពេលយើងដំឡើងហើយយើងអាចដាក់វាlênលើ toolbar នេះមកអញ្ចឹងសម្រាប់គ្រូពេលដែលដំឡើងរួចលោកគ្រូដាក់នៅក្នុងtoolbar នេះមកនេះtext marker អញ្ចឹងពេលដែលយើងដំឡើងមកយើងអាចទៅរកវាហើយយើងចុចលើវាមកអញ្ចឹងនៅពេលដែលចុចលើវានឹងលោតផ្ទាំងមួយបាទផ្ទាំងមួយគឺថ្មីបែបនេះយើងសរសេរបែបម៉េចកន្លែងនេះអញ្ចឹងលោកគ្រូសូមណែនាំដំបូងនៅពេលដែលយើងបានចុចចឹងហើយយើងមកមើលកន្លែងពាក្យ file នេះបាទនៅកន្លែងពាក្យ file ខាងលើហ្នឹងគឺយើងយកពាក្យ new ឬក៏ comment n នេះក៏បានដែរសម្រាប់ Mac តែសម្រាប់Windows ហ្នឹងយើងមើលតាមហ្នឹងទៅណាអញ្ចឹងពេលយើងចុចមកវាលោតផ្ទាំងបែបនេះពេលដែលលោតផ្ទាំងបែបហ្នឹងកន្លែង load នេះបាទដែលload លេខរៀង1 2 3ហ្នឹងគឺកន្លែងយើងសរសេរកូដហ្នឹងណាកន្លែងហ្នឹងបាទហើយផ្ទាំងខាងស្ដាំខាងនេះគឺវា view ក្នុងទម្រង់ PDF ពេលដែលយើងចុចមកនៅក្នុងចំណុចនេះនៅកន្លែងនេះគឺកន្លែង save អញ្ចឹងយើងចុចលើវាទៅមានន័យថាយើងទៅ save ឯកសារដែលយើងដែលយើងចងក្រងហ្នឹងទុកនៅកន្លែងណាមួយអញ្ចឹងសូមបញ្ជាក់នៅពេលដែលយើងsave គឺយើង save ជាភាសាអង់គ្លេសហើយយើងទុកនៅក្នុង folder ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលនៅក្នុងការសិក្សាទៅមុខទៀតដោយសារតែនៅក្នុង LaTeX នៅពេលដែលយើងទុកនៅក្នុង folder ណាមួយហើយយើងចង់ដាក់រូបភាពអញ្ចឹងយើងត្រូវយករូបភាពដាក់ folder ហ្នឹងហើយយើងrun ទៅបានថាវាស្គាល់ហើយបើសិនជាយើងអត់ទុកមកដុំឲ្យបានស្រួលបួលទេបាទយើងកែសម្រួលកន្លែងណាមួយអញ្ចឹងវាអាចនឹងមានបញ្ហាអញ្ចឹង run ទៅអាច error អញ្ចឹងសូមបញ្ជាក់ថាបង្កើត folder មួយបាទចាំបង្កើត folder មួយមកហើយតទៅទៀតយើងទុកវានៅក្នុង folder ហ្នឹង run ឲ្យទុកក្នុងហ្នឹងហើយរូបភាពឬក៏អីផ្សេងគឺទុកនៅក្នុងហ្នឹងទាំងអស់អញ្ចឹងសូវបានបែបហ្នឹងអញ្ចឹងកន្លែងនេះកន្លែង com file ឬក៏ run អញ្ចឹងពេលយើងសរសេរហើយយើងសរសេរកូដនៅខាងនេះហើយយើងចុចលើហ្នឹងទៅគឺ run ប៉ុន្តែអត់ទាន់សរសេរនោះគឺគាត់ណែនាំដំបូងឯងហើយយើងត្រូវចាំថា file LaTeX គឺវាមានបន្ទុយនេះគឺ .tex ណាដូច PDF ចឹងណា PDF.pdf ចឹងទៅក្នុងនេះយើងយក LaTeX ណាកន្លែងនេះបាទយើងយក LaTeX ទៅហើយកន្លែងនេះ view ជា PDF អញ្ចឹងនៅពេលដែលយើង run ហើយពេលខ្លះវា load នៅផ្នែកខាងស្ដាំតែម្ដងតែបើអត់ load យើងចុចកន្លែងសញ្ញាព្រួយនេះទៅកន្លែងនេះគឺកន្លែង view មើល PDF ពេលនេះហើយយើងសរសេរកូដនៅខាងឆ្វេងនេះយើង view ចេញមកនៅផ្នែកខាងស្ដាំអញ្ចឹងបាទអញ្ចឹងអានេះគឺជាចំណុចដំបូងហើយយើងត្រូវដឹងដែរណាហើយបើសិនជាយើង run ទៅវាមានបញ្ហា error អញ្ចឹងយើងអាច copy កន្លែង error សួរ Google Gemini ទៀតអញ្ចឹងវានឹងដោះស្រាយយើងទៀតដោយសារតែវាជាភាសាខ្មែរទេណាអញ្ចឹងសូមព្យាយាមទៅបន្តិចទៅឃើញនៅយើងខ្លះគាត់សួរគាត់ចង់ដឹងហើយគាត់ចង់ចេះដែរប៉ុន្តែកាលណាយើងចង់ចេះយើងអត់ព្យាយាមហើយអត់ចំណាយពេលដើម្បីមើលវាទេឬក៏រៀនវាទេគឺយើងនៅតែអត់ចេះដែរទេអញ្ចឹងតើតែយើងអនុវត្តហើយបើសិនជាអនុវត្តហើយយើងគិតថាវាជាចំណុចល្អសម្រាប់អ្នកជំនាន់ក្រោយឬក៏មិត្តភ័ក្តិយើងនៅក្នុងការសរសេរឯកសារជាភាសា LaTeX បាទឬក៏តាមកម្មវិធី LaTeX ហ្នឹងសូមជួយ share ឬក៏ចែករំលែកហើយនឹងចុច like ឬចុចចិត្តដើម្បីឲ្យខ្ញុំសរសេរឬក៏បង្កើតវីដេអូទាក់ទងមួយ LaTeX បន្តទៀតហើយបើសិនជាអត់មានការចុច like ឬក៏ share ចែករំលែកបន្តទៀតទេក៏ខ្ញុំអត់មានកម្លាំងចិត្តនៅក្នុងការបង្កើតវីដេអូបន្តទៀតដែរណាបាទសូមអរគុណច្រើន